កីឡាករនេះជំរឿនជាតិតៃក្វាន់ដូ WT កំពុងបង្កើនការវឹកហាត់ដកខាត់គុណភាពបច្ចេកទេសនៅក្នុងចំណោមជិត20ប្រភេទកីឡារបស់កម្ពុជាត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែននាខែតុលាឆ្នាំ2025នៅក្នុងចំណោមកីឡាករកីឡាការិនី3នាក់ដែលកំពុងវឹកហាត់ត្រៀមខ្លួនយ៉ាងសកម្ម3ពេលក្នុងមួយថ្ងៃគឺកីឡាការិនីវ័យ16ឆ្នាំហេងម៉ាលីលើកឡើងថាខ្លួនបានចូលរួមវឹកហាត់រយៈពេល3ឆ្នាំមកហើយនាងក៏បានបង្ហាញនូវក្តីរីករាយដែលត្រូវបានគ្រូធំជំរឿនជាតិកម្ពុជាលោកឆយយ៉ុងសុកបានជ្រើសរើសត្រៀមប្រកួតកីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែនឆ្នាំ2025កីឡាករនីហេងម៉ាលីបានបង្ហាញពីការបដិញ្ញាចិត្តខ្ពស់ថានាងនឹងបន្តប្រឹងប្រែងការវឹកហាត់ឲ្យបានខ្លាំងក្លាតាមកម្មវិធីវឹកហាត់របស់គ្រូបង្វឹកដាក់ឲ្យនិងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតយុវជនកីឡាអាស៊ីកីឡាករនីហេងម៉ាលីគូបញ្ជាក់ថាឪពុកម្ដាយរបស់នាងតែងតែគ្រប់គ្រងយ៉ាងពេញទំហឹងនិងមានមោទនភាពផងដែរដែលហេងម៉ាលីបានចូលរួមប្រកួតតំណាងជាតិក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីហេងម៉ាលីសង្ឃឹមថា2ទៅ3ឆ្នាំទៀតនាងនឹងអាចឈានដល់កម្រិតគុណភាពបច្ចេកទេសខ្ពស់ៗដោយសិស្សច្បងរបស់ខ្លួនផងដែរកីឡាករនីហេងម៉ាលីជាសមាជិកក្រុមជម្រើសជាតិតៃក្វាន់ដូ WT ជាសិស្សក្លឹបតៃក្វាន់ដូ WT វិទ្យាល័យហ៊ុនសែនសេរីភាពនិងជាអតីតសិស្សវិទ្យាល័យហ៊ុនសែនសេរីភាពផងដែរ